នេះគឺ5ប្រទេសដែលមានរថក្រោះច្រើនជាងគេបំផុតលើពិភពលោកចាប់ផ្ដើមពីលេខ5ប្រទេសឥណ្ឌាមានរថក្រោះប្រហែល 3,913 គ្រឿងបន្ទាប់មកលេខ4គឺសហរដ្ឋអាមេរិកដែលមានរថក្រោះប្រហែល 4,666 គ្រឿងចំណុចខ្លាំងគឺស្ថិតលើបច្ចេកវិទ្យាទំនើបបន្ទាប់មកលេខ3ប្រទេសកូរ៉េខាងជើងមានរថក្រោះប្រហែល 4,895 គ្រឿងទោះបីជាម៉ូដែលចាស់ក៏ដោយតែចំនួនដ៏ច្រើននេះធ្វើឲ្យคล้ายទៅជាក្តីកង្វល់នៅអាស៊ីបន្ទាប់មកលេខ2ប្រទេសរុស្ស៊ីមានរថក្រោះប្រហែល 5,630 គ្រឿងជាចុងក្រោយលេខ1ប្រទេសចិនមានរថក្រោះប្រហែល 5,870 គ្រឿងនិងកំពុងធ្វើការអភិវឌ្ឍម៉ូដែលថ្មីជាបន្តបន្ទាប់ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន